បង គឺយើងចាប់ផ្ដើមប្រមូលផលបដាហើយយើងមើលគឺសិតតែផ្កាស្កេតស្កាស់ទាំងអស់ចាហើយតឡាចដែលយើងដាំនេះហើយយើងចាប់ផ្ដើមប្រមូលផលហើយនេះមួយផ្លែធំឆ្លោះល្អណាចានេះគឺយើងចាប់ផ្ដើមប្រមូលផលហើយគឺផ្លែវាល្អចាគឺផ្លែច្រើនចានេះល្អតឡាចហើយពេលដែលយើងដើរទៅមុខយើងក៏លេចឃើញថាមានដបមួយនៅបតងពីខាងមុខនេះយើងច្បាស់ជាឆ្ងល់ថាដបនេះយើងបតងគឺអីចាដបនេះគឺជាដាក់អន្ទាក់ស្នែស្រាំងចានេះគឺអន្ទាក់ស្នែស្រាំងបានន័យថាយើងប្រើថ្នាំទឹកថ្នាំហ្នឹងជាលក់មួយសលៃទៅគឺយើងចង់បតោអញ្ចឹងហើយយើងដាក់ទឹកខាងក្រោមទៅដើម្បីឲ្យរុយស្វានឹងចូលហ្នឹងរុយស្វាហ្នឹងអ្នកខ្លះគេប្រើភាសាតាមជនបទអ្នកខ្លះគេហៅរុយស្វាចាអ្នកខ្លះទៅគេហៅស្រាំងចាហ្នឹងបែនេះបងមើលពេលដែលយើងដាក់អន្ទាក់សត្វល្អិតនឹងហើយនេះគឺយើងចូលនេះអស់ស្នែស្រាំងនឹងចូលទៅគឺនេះគឺមកចូលច្រើនមែនតែនកាលណាបើសិនបើយើងអត់ដាក់ស្នែស្រាំងនឹងទេនេះវាមកចុចខ្លាយតឡាចរបស់យើងចាគឺស្រាំងនឹងទំបីតែខ្លាយតឡាចក៏ចុចដែរអញ្ចឹងតើតែយើងហ្នឹងដាក់ស្នែវាដើម្បីឲ្យវាចូលនៅក្នុងទឹកនោះទៅវាអត់មកកាត់បំផ្លាញតឡាចរបស់យើងហើយរុយចុចផ្លែហ្នឹងបើសិនបើយើងផ្អែកទៅលើការបាញ់ថ្នាំតែមួយមុខគឺអត់អាចមានប្រសិទ្ធភាពទេអញ្ចឹងតើតែយើងហ្នឹងផ្អែកទៅលើការដាក់អន្ទាក់ស្នែស្រាំងនឹងផងយើងបាញ់ថ្នាំផងហើយមួយទៀតយើងអាចដាំជាដំណាំអន្ទាក់នៅជុំវិញចង្ការរបស់យើងដើម្បីជួយកាត់បន្ថយស្រាំងនឹងខ្លះដែរចាអាសាកាត់សម្អាតស្លឹកឲ្យគឺយើងធ្វើអនាម័យជុំវិញចង្ការទៅដើម្បីកុំឲ្យវាមានមកលុបស្កេកស្កាស់ទៅវាជាចម្រោបរបស់ស្រាំងនឹងដែរបងនៅពេលដែលបងទាំងអស់គ្នាដាំប្រឡាចតើបងជួបនៅបញ្ហាអ្វីខ្លះដែរ